ចម្រើនពរញាតិញោមនេះគឺសកម្មភាពប្រសង់ពូជាងកំពុងតែកាត់ដែកគឺដែកនេះគឺជាប្រភេទដែកទីបមូលដែលយើងកាត់ដើម្បីធ្វើជាបង្គោលសូឡាហើយនេះសកម្មភាពយើងឆូតទៅដើម្បីឲ្យទីបហ្នឹងមានសភាពមូលបានស្មើល្អពេលដែលយើងបដោតជាមួយនឹងទីបមួយទៀតដែលមានរាងតូចជាងសូមចម្រើនពរញាតិញោមថាបង្គោលសូឡាដែលកំពុងទៅធ្វើនេះគឺត្រៀមដើម្បីដាក់ក្នុងមូលដ្ឋានឃុំតអូយើងចម្រើនពរញាតិញោមហើយគឺបន្ទាប់ពីផ្លូវកៅស៊ូបានក្រាលកៅស៊ូរួចគឺយើងដាក់ពីមុខវត្តដោមទៅទល់វត្តក្រាំងត្រមូងបន្តរហូតទៅដល់សហគមន៍កសិកម្មគិរីឧត្តមតអូញាតិញោមស្ថិតនៅក្នុងឃុំតអូហើយចម្រើនពរញាតិញោមថាញាតិញោមនៅតែបន្តការចូលរួមជាបន្តអាត្មានឹងចម្រើនពរញាតិញោមថានឹងធ្វើជាបន្តរហូតទៅទល់នឹងគ្រប់ចំនួន108ដើមលើបណ្ដោយផ្លូវចំនួន2550ម៉ែត្រចម្រើនពរញាតិញោមទៅតាមគម្រោងដែលបានប្រជុំសម្រាប់ជាមួយបងអភិបាលនៃគណៈអភិបាលស្រុកនិងសហការីពីថ្ងៃមុនមានញោមមេឃុំតអូនចេញចូលរួមនឹងសហការីផងដែរចម្រើនពរញាតិញោមថាបង្គោលសូឡានេះគឺយើងធ្វើដោយយកចិត្តទុកដាក់មែនទែនដោយគិតពីគុណភាពនិងសោភ័ណភាពការប្រើប្រាស់សុវត្ថិភាពក្នុងសហគមន៍យើងចម្រើនពរញាតិញោមមួយទៀតចង់ចម្រើនពរញាតិញោមថាបង្គោលសូឡាដែលយើងបានដាក់ទៅនេះសូមចម្រើនពរញាតិញោមជួយថែទាំក្នុងនាមញាតិញោមជាម្ចាស់សទ្ធានៅចំណុះឲ្យជើងវត្តតាមបណ្ដាផ្លូវរហូតទៅទល់នឹងសហគមន៍ក្តីញាតិញោមដែលបានចូលរួមពីបណ្ដាមជ្ឈដ្ឋានឆ្ងាយដូចជានៅរាជធានីភ្នំពេញក្តីក៏ចម្រើនពរអរគុណចំពោះការចូលរួមថែទាំញាតិញោមដើម្បីរក្សាបានគុណភាពក្នុងការប្រើប្រាស់យូរអង្វែងចម្រើនពរញាតិញោមបើទោះបីជាយើងដាំដើមឈើដាំផ្កាដាំកូនឈើឬធ្វើអ្វីក៏ដោយក៏ទាមទារក្នុងការថែទាំលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រើប្រាស់បានយូរអង្វែងចម្រើនពរញាតិញោមហើយមួយវិញទៀតក៏សូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានឃុំតអូទាំងអស់ទាំងញាតិញោមនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រជាជាតិកម្ពុជាចម្រើនពរញាតិញោមបង្គោលសូឡាគឺត្រូវការច្រើនពររហូតដល់108ដើមញាតិញោមសប្បុរសជនមានបំណងចូលរួមដាក់បង្គោលសូឡាបំភ្លឺតាមដងផ្លូវក្នុងមូលដ្ឋានឃុំតអូយើងញាតិញោមអញ្ជើញចូលរួមតាមសទ្ធាជ្រះថ្លាសូមអរគុណ